មានភ្ញៀវអូនឹងហើយអ្នកឥឡូវសម្រាប់ថាម៉េចដែរអ្នកនឹងហើយអ្នកចាំមើលខ្ញុំគិតមើលសិនខ្ញុំសួរប្តីខ្ញុំសិនមុខចំនួននេះវាធំដែរអ្នកចង់ថ្ងៃណាអ្នកអាចផ្ដល់ដំណឹងឲ្យខ្ញុំវិញបានដែរម៉ាខ្ញុំលុយទិញកូនឡានអូនម៉ែកំពុងតែមានភ្ញៀវនៅស្ងៀមការពិតទៅអាការវិនិយោគលើកហ្នឹងក៏វាសំខាន់ដែរអ្នកខ្ញុំលុយទិញកូនឡានថកកំអាលម៉ែកំពុងតែមានភ្ញៀវហើយអាការបោះទុនវិនិយោគហ្នឹងខ្ញុំបាននិយាយជាមួយប្តីអ្នកម្ដងហើយខ្ញុំលើកទិញឡានចូលទៅក្នុងបន្ទប់ទៅលុយម៉ែនៅក្នុងកាបូបបាទអូយអូនណៃធ្វើមិនបានកូនឡានសុំលុយម៉ែទិញតែបងឃើញហើយសុំលុយម៉ែយូរឯម៉ែមិនអោយផងតោះតែសុំពេលមានភ្ញៀវអូយបងក៏ចង់បានតុក្កតាដែរធ្វើអញ្ចឹងដែរសិនស្អែកឡើងម៉ែសុំលុយទិញតុក្កតាម៉ែសុំលុយទិញឡានថ្មីមួយទៀតមែនភ្ញៀវផងមើលច្រឡំបងប្រាប់ហើយថាមើលឲ្យច្បាស់អត់ទេអូនណាស់ដឹងបើខ្ញុំបានតែភ្ញៀវឥឡូវដេកក្រៅផ្ទះបដ ாய் អូយធន់ដេកទៅពីយប់សោះចាំថ្ងៃក្រោយចាំខ្ញុំមើលឲ្យច្បាស់ថាប្រកាសថាភ្ញៀវហើយចាំយំទាម្ដងទៀតមួយអាទិត្យក្រោយមកហ្នឹងហើយអ្នកនិយាយចឹងអាចលនៈទ្រព្យនៅតំបន់ហ្នឹងអ្នកអូខេទិញអត់ចូលហ៊ុនជាមួយខ្ញុំទៅដោយសារតែដីធំខ្ញុំទិញម្នាក់ឯងវាអត់កើតទេអូហ្នឹងហើយអ្នកប្តីខ្ញុំក៏ចង់ទិញអាចលនៈទ្រព្យនៅកន្លែងហ្នឹងដែរគ្រាន់តែឥឡូវវាស្ទះលុយបន្តិចហ្នឹងប៉ុន្តែអត់អីទេជាមួយឲ្យប្តីខ្ញុំសេរីសរងរលួយឲ្យបានម៉េញមីងភ្ញៀវមែនចាក្មួយមីងគឺជាភ្ញៀវផោះម៉ាក់ក្មួយឯងនឹងឯងអូយកូនអ្នកឆ្លាតណាស់ចេះមកស្វាគមន៍ភ្ញៀវម៉ាក់ទៀតម៉ាសុំលុយទិញឡានថ្មីមួយទៀតម៉ាសុំលុយទិញតុក្កតាអូយតែក្នុងបន្ទប់សិនម៉ាក់កំពុងមានភ្ញៀវសុំលុយទិញតុក្កតាអូយអ្នកកូនអ្នកឯងខូចដូចកូនខ្ញុំអញ្ចឹងឥឡូវចេះអ្នកខ្ញុំទុកឱកាសឲ្យអ្នកបដៅកូនសិនទៅខ្ញុំទៅផ្ទះសិនណាចាំស្អែកខ្ញុំមកម្ដងទៀតខូចដូចកូនខ្ញុំអញ្ចឹងដាក់ឲ្យចាស់ដៃទៅអ្នកមីងកុំអាកៅមីងទៅបាត់យល់បានយល់ដល់អារម្មណ៍និងសកម្មភាពរបស់ឪពុកម្ដាយដែលមានកូនខូចកូនកាន់តែខូចឪពុកម្ដាយកាន់តែហត់ធ្វើការផងថែកូនផងបដៅកូនផងនិយាយថាចកេះចកុងស្មាចុករយឈឺសន្លាក់អស់ហើយប៉ុន្តែមិនធ្វើទេឪពុកម្ដាយទាំងឡាយអើយបើឈឺចកេះឈឺចកុងចុកស្មារយឈឺសន្លាក់មានរ៉ាហ្វាជួយដោយសារតែរ៉ាហ្វាគឺជាស្ប្រេបាញ់បំបត្តិការឈឺចុកចាប់ដែលមានប្រសិទ្ធភាពជួយបំបត្តិការឈឺចុករយរបស់លោកអ្នកបានយ៉ាងល្អផលិតផលល្អអញ្ចឹងគួរតែមានប្រចាំនៅក្នុងផ្ទះមួយដើម្បីទុកប្រើប្រាស់នៅពេលដែលមានការបន្ទាន់ហើយមុននឹងទិញរ៉ាហ្វាយកមកប្រើស្ដាប់លំអិតអំពីផលិតផលរ៉ាហ្វាបន្តិចទៅស្ប្រៃបាញ់រ៉ាហ្វាបំបត្តិការឈឺចុកចាប់បានរហ័សទាន់ចិត្តស្ប្រៃបាញ់រ៉ាហ្វាល្អបំផុតសម្រាប់មនុស្សចាស់ចុករយសាច់ដុំឈឺតាមសន្លាក់ចុករយដៃជើងថ្លោះក្រិចហើមជាំគឺស្ប្រៃបាញ់រ៉ាហ្វាអាចជួយបានស្ប្រៃបាញ់រ៉ាហ្វាផ្សំឡើងពីធម្មជាតិ 100% ដែលគ្រឿងផ្សំមានដូចជាប្រេងខ្យល់ជួយសម្រួលដង្ហើមបំបត្តិការកន្ទួលរមាស់កាបូនបំបត្តិថ្លោះក្រិចហើមជាំតាំងគុយជួយបំបត្តិវិលមុខខ្យល់គោឈឺចុកចាប់តាមរាងកាយខ្ញីជួយបំបត្តិការឈឺក្បាលជួយឲ្យអារម្មណ៍ស្រស់ថ្លាសម្រានលក់ស្រួលពន្លៃប្រឆាំងនឹងការរលាកបំបត្តិការចុកពោះផ្កាខ្លាំងពូជួយបំបត្តិចុករយស្ពឹកស្រពន់និងជីអង្កាមធ្វើឲ្យអារម្មណ៍ល្អបំបត្តិពុលឡានផលិតផលល្អបែបនេះលោកអ្នកគួរតែមានស្ប្រៃបាញ់រ៉ាហ្វាជាប់ជាប្រចាំនៅក្នុងផ្ទះសម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចតាក់ទងតាមរយៈលេខទូរស័ព្ទ016 762 002 ឬ081 656 414 ឬលោកអ្នកអាចចូលទៅកាន់ Facebook Page Rafa Cambodia